ខ្ញុំបានឆ្លៀតឱកាសពីអ្នកចាប់ពីយប់នេះទៅខ្ញុំហៀបនឹងចូលគេងហើយពេលខ្ញុំមកដល់អ្នកបានក្លាយជាមនុស្សស្អាតស្អំខ្លាំងណាស់អរគុណយោពងប៉ុន្តែអ្នកដឹងទេខ្ញុំមិនដឹងថានេះជាដើម្បីអរគុណអ្នកសម្រាប់ការស្អាតស្អំខ្លាំងឬអត់ទេមិនអីទេអរគុណមិនអីទេខ្ញុំនឹងមកលាងវាតើវាក្តៅទេហឹបណាខ្ញុំគួរតែសរសើរវាអ្នកបានវិបាល់ឲ្យបែកហើយអ្នកពិតជាបានធ្វើដូច្នោះមែនតើអ្នកហ៊ានធ្វើរឿងកំប្លែងបែបនេះទេប្រសិនបើអ្នកចូលចិត្តការបង្រៀនសូមចាក់ចេញតើអ្នកត្រៀមខ្លួនហើយឬនៅតើអ្នកអាយុប៉ុន្មានហើយតើអ្នកមានអាយុប៉ុន្មានឆ្នាំអាយុ55ឆ្នាំ50ខ្ញុំពិតជាអាយុត្រឹមតែ5ឆ្នាំទេតើអ្នកហ៊ានធ្វើដូចម្តេចគ្មានអ្វីទេហេតុអ្វីបានជាអ្នកជេរគ្នាអ្វីដែលត្រូវនិយាយអំពីខ្ញុំអ្នកតើអ្នកកំពុងនិយាយអំពីអ្វីខ្ញុំមិនតំណាងឲ្យអ្នកទេតាមពិតទៅខ្ញុំល្អចំពោះអ្នកព្រោះខ្ញុំយកចិត្តទុកដាក់រីករាយខ្ញុំមានថ្នាក់រៀនដូច្នេះខ្ញុំនឹងទៅឥឡូវនេះអរគុណវាស្ថិតនៅក្នុងចិត្តខ្ញុំខ្ញុំនៅទីនេះដើម្បីប្រមូលរបស់របររបស់ខ្ញុំបានចាក់ចេញបន្ទាប់ពីនោះតើអ្នកនឹងធ្វើអ្វីប្រគល់ចោលនោះមកខ្ញុំតើប្រតិបត្តិការនឹងដំណើរការទៅដោយជោគជ័យដែរឬទេតើវានឹងដំណើរការទេវានឹងមិនដំណើរការទេដូច្នេះតើអ្នកនឹងធ្វើអ្វីខ្ញុំបានពន្យល់វាដោយខ្លួនឯងហើយខ្ញុំនឹងរកវាឃើញឲ្យបានឆាប់តាមដែលអាចធ្វើទៅបានឥឡូវនេះអរគុណបើគ្មានអ្វីផ្សេងទៀតទេខ្ញុំនឹងទៅឥឡូវនេះតើអ្នកចង់បានខ្លះទេខ្ញុំព្រមានអ្នកហើយកុំរកនាងឃើញអីបងថ្លៃឲ្យកុំបារម្ភអីចាប់ពីពេលនេះទៅក្រុមគ្រួសារខ្ញុំទេយើងនឹងរកនាងមិនឃើញទេតើអ្នកអាចសាកល្បងវាបានទេខ្ញុំនឹងសូមឲ្យអ្នកយល់តើអ្នកមានមនុស្សច្រើននៅទីនោះទេខ្ញុំនឹងសាកល្បងវាហើយអ្វីបានជាអ្នកច្រៀងនៅទីនោះម្ដងទៀតតើវាជាអ្វីទៅអ្នកនិយាយឲ្យត្រង់ទៅក្មេងស្រីកំពុងស្វែងរកអ្នកមិនល្អតើនាងអាចសាកល្បងវាបានទេនាងមកពីឧស្សាហកម្មអេទាំងមូលអេសរជនឈានមុខគេម្នាក់នាងសង្ហាណាស់ស៊ូជាតារាសម្ដែងមកពីនាយកដ្ឋានតន្ត្រីម៉ៃយីនឡើងលើឆាកហើយសម្ដែងជាលទ្ធផលនាងបានយកមនុស្សនោះនៅពេលរសៀលពួកគេបានយកវាទៅនិយាយឲ្យត្រង់ទៅឲ្យតែអ្នកអាចថតរឿងភាគបានបរិសុទ្ធទាំងអស់ដែលនិយាយថាជាមនុស្សថោកទាបគឺដូចគ្នាទាំងអស់នាងបានមើលវាជារៀងរាល់ថ្ងៃហើយនាងក៏បានខ្ញុំមិនខ្លាចឈឺទេខ្ញុំគិតថានាងលីលីមើលនោះមិនមែនជាហ្គោទេតើវាជាឡានរបស់ហេងមែនទេស៊ូម៉ៃយីនតាំងពីនាងថតរឿងមកម្លេះគូហេងក្រញាំជើងមនុស្សនិងខ្សែពួរដូចគ្នាអ្នកឃើញប្រអប់នៅក្នុងដៃរបស់នាងទេតើអ្នកបានធ្វើវាទេនាងបានបង្ហោះរូបភាពអក្រាតកាយរបស់នាងនៅលើ WeChat Moments របស់នាងវាមានតម្លៃរាប់លាននៅខាងក្នុងប្រហែលជាខ្សែត្បូងកណ្ដៀងនាងតែងតែជាខ្លួនឯងអ្នកមានទាំងនោះមិនអាចមានលទ្ធភាពទិញវាបានទេខ្ញុំធុញទ្រាន់នឹងវាបន្ទាប់ពី2ថ្ងៃចាំមើលថាតើនាងអាចបន្តសកម្មភាពនេះបានរយៈពេលប៉ុន្មានយៀនខ្ញុំនៅតែត្រូវទៅធ្វើការខ្ញុំជឿអ្នកសួស្ដីតើនេះជា Shen King មែនទេមានឱកាសដ៏ធំមួយនៅថ្ងៃស្អែកការងារក្រៅម៉ោងតើអ្នកហ៊ានចូលទេដែលហ៊ានចូលមានឱកាសដ៏ធំមួយនៅថ្ងៃស្អែកការងារក្រៅម៉ោង3ម៉ោងក្នុងមួយថ្ងៃគ្មានបញ្ហាអូអរគុណខ្ញុំនឹងផ្ទេរប្រាក់ខែរបស់អ្នកសម្រាប់ថ្ងៃនេះអរគុណអ្នកគ្រប់គ្រងដរាបណាអ្នកខិតខំធ្វើការងារនេះនឹងល្អនៅថ្ងៃអនាគតកូនប្រុសរបស់ខ្ញុំកំពុងស្វែងរកអ្នកទ
ទោះយ៉ាងណាក៏ដោយជៀសវាងការដើរលេងដោយមិនចាំបាច់វាស័ក្តិសមជាពិសេសសម្រាប់ហ្វូងមនុស្សមួយចំនួនធំយល់ព្រមខ្ញុំយល់ហើយតើអ្នកចង់ធ្វើអ្វីជាមួយគាត់រំកិលទៅម្ខាងនោះនឹងមិនធ្វើទេថ្ងៃនេះអ្នកទៅគ្រប់ទីកន្លែងនោះពិតជាមិនគួរឲ្យជឿតើវាជាអ្នកណាទៅជាមួយគាត់ទេអ្នកមិនត្រូវអនុញ្ញាតឲ្យគាត់ចាក់ចេញនៅពេលអនាគតទេគាត់នឹងអនុញ្ញាតឲ្យអ្នកទៅកុំបារម្ភអីគាត់នឹងប្អូនស្រីរបស់ខ្ញុំនឹងអនុញ្ញាតឲ្យអ្នកទៅអ្នកនិយាយត្រូវលោកមេងខ្ញុំមិនចង់ទៅជាមួយគាត់ទេសូមអង្វរខ្ញុំបានជួយអ្នកប៉ុន្តែអ្នកមិននៅទីនោះទេនៅពេលនោះចិត្តណាអ្នកអីហើយមែនទេហើយអ្វីបានជាអ្នកនៅទីនេះខ្ញុំបានមកទីនេះអ្នកធ្វើការងារក្រៅម៉ោងដោយខ្លួនឯងការមើលដោយភ្នែករូបបែបនេះបើដូច្នោះហើយអ្វីបានជាអ្នកអំណោយដែលខ្ញុំធ្លាប់ឲ្យអ្នកពីមុនមកតើអ្នកកំពុងលាក់អ្វីការប៉ះរបស់មនុស្សគឺស្រទន់ណាស់តើអ្នកយល់ទេអ្នកមិនប្រកាន់តិចក្នុងការទៅជាមួយខ្ញុំនឹងធ្វើបែបនោះច្រើនដងទៀតក្នុងអំឡុងពេលនោះខ្ញុំពិតជាចង់មានទំនាក់ទំនងជាមួយអ្នកណាស់ខ្ញុំត្រូវរកលុយតែម្ដងគត់ម្ដេចក៏ត្រូវគេស្ដីបន្ទោសតែម្នាក់ឯងអ្នកគឺជាអ្នកដំបូងគេដែលគូវាហើយអ្វីបានជាអ្នកនៅពីមុខខ្ញុំហើយអ្វីបានជាអ្នកនៅពីមុខខ្ញុំហើយអ្វីបានជាអ្នកទុកខ្ញុំចោលនៅចំពោះមុខគោអ្នកអាចចុះមកជន់ក្រោមឥឡូវនេះលោកយូបានត្រឡប់មកវិញហើយមាត់របស់គាត់គឺភាគហ៊ុនកាស៊ីណូហេចឹងនៅក្នុងដៃរបស់អ្នកលូហ្សេងនេះជាការអញ្ជើញពិសេសមួយសម្រាប់អ្នកឥឡូវនេះចុះបញ្ជីនៅលើវេទិកាទីផ្សារពួកគេចង់ឆ្លុះជាមួយយើងប៉ុន្តែចូលយើងមើលថាតើមានលទ្ធភាពណាមួយដែរឬទេខ្ញុំច្បាស់ជាមានគំនិតនៅក្នុងក្បាលរបស់ខ្ញុំសមរភូមិទាំងនោះត្រូវបានយកមកវិញពេលវានៅក្នុងដៃរបស់អ្នកហើយប៉ុន្តែបើមិនទាន់ប្រសិនបើពួកគេចង់ធ្វើវាពួកគេនឹងបះបោលោកហ៊ូសូមឈប់និយាយទៅខ្ញុំមិនមែនតើអ្នកបានប្រមាថលោកប្រធានាធិបតីហ៊ូយ៉ាងអ្នកបាននិយាយថាក្មេងស្រីនោះមិនគួរត្រូវបានប៉ះពាល់ទេក្បាលក្មេងរពីឲ្យអ្នកនឹងគាត់ខ្ញុំនិយាយវាប៉ុន្មានដងហើយមហាវិទ្យាល័យនោះស៊ុនម៉ូឌីយូបន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ស្នេហាបានចាប់ផ្ដើមនៅពេលពួកគេឡើងឡានក្រុងវាហាក់ដូចជារាងកាយរបស់នាងចាប់ផ្ដើមបង្ហាញសញ្ញានៃអ្វីមួយវាអាចនឹងអាក្រក់ប្រសិនបើមិនមានរបួសពិតប្រាកដអនុប្រធានាធិបតីតែងតែពិនិត្យរាងកាយរបស់និយាយថាខ្ញុំបាននិយាយវាកាលពី2-3ថ្ងៃមុនក្មេងស្រីម្នាក់នៅក្នុងសាលារបស់យើងដែលវាការហៅទូរស័ព្ទបានបំផ្លាញខ្ញុំអ្នកទេខ្ញុំមិនសូវមានសុខភាពល្អដូចមុនទេវាល្អហើយប៉ុន្តែវាឈឺចាប់ខ្លាំងណាស់អ្នកយល់ទេទៀននិងស៊ុនម៉ូឌីបានបង្កើតព្រះច័ន្ទមួយសូមពិនិត្យមើលអរិយាប័ត្ររបស់អ្នកបើប្រៀបធៀបទៅនឹងអរិយាប័ត្រដែលអ្នកកំពុងស្ថិតនៅពេលនោះតើវាមានន័យយ៉ាងណាដែលនាងឈឺលោកគោខ្ញុំគិតថាអ្នកនាងសិនគួរតែដឹងអំពីអ្នកនឹងសាន់ម៉ូឌីការយល់ច្រឡំដោយសារតែទំនាក់ទំនងអ្នកនៅសាន់ម៉ូឌីយូបរោះនោះកំពុងញ៉ាំអាហារពេលដែលស្ត្រីនោះចុះខ្ញុំបានឡើងទៅជន់លើដើម្បីយកខ្សែនៅពេលរសៀលខ្ញុំឃើញថាសម្លៀកបំពាក់របស់គាត់រហែកដូច្នេះខ្ញុំបានស៊ើបអង្កេតជាពិសេសអំពីអតីតកាលរបស់ស៊ុនពិសោធន៍របស់មួយជីវគឺ3ឆ្នាំនៃសាកលវិទ្យាល័យក្មេងប្រុស9នាក់ធំឡើងនៅរលឹកគ្នាទៅវិញទៅមកតើការវិវត្តអាចនាំទៅរកមនុស្សបានទេតាមពិតទៅខ្ញុំគិតថាអ្នកអាចនាំអ្នកស្រីផ្សេងមកបានទៅសាន់ម៉ូឌីយូនិង2នាក់ទៀតតើយើងមិនអាចស្គាល់គ្នាបានទេតើអ្នកនឹងដើរតួនាទីអ្វីប្រសិនបើអ្នកចាស់ទៅខ្ញុំមិនមែនជាមនុស្សដែលត្រូវការពិភាក្សាអំពីការសម្ដែងនោះទេខ្ញុំកាន់តែចាស់ទៅហើយមនុស្សលេងចង់ឃើញខ្ញុំទៀតហើយលេងបែបណាខ្ញុំខ្មាស់គេពេកមិនហ៊ាននិយាយថាបាទចាស់សោះតោះនិយាយគ្នាលេងសិនអរគុណស៊ុនម៉ូខ្ញុំបានទៅពិនិត្យសុខភាពកាលពីម្សិលមិញខ្ញុំបានឡើងទៅជួបអ្នកនាយកនោះខ្ញុំមិនដឹងទេយ៉ាងណាក៏ដោយការត្រួតពិនិត្យកំពុងដំណើរការអ្នកអាចធានាបានឥឡូវនេះខ្ញុំនឹងដឹកជញ្ជូនវានាងបានថយក្រោយព្រោះអ្នកទាញនាងមុនការរិះគន់របស់អ្នកចំពោះខ្ញុំមិនបានប៉ះពាល់ដល់ខ្ញុំទេយ៉ាងណាក៏ដោយជាធម្មតាយើងគួរតែខ្ញុំបានងុយគេងភ្លាមពេលយើងនៅជាមួយគ្នាពួកគេបានប្រែក្លាយទៅជាយានអវកាសហើយបោះបង់ចោលខ្ញុំត្រូវធ្វើពុតជាមិនចង់រកអ្នកមិនឃើញទេអព្រះជាម្ចាស់ឲ្យដូចជាក្មេងលេងប្រុសដែលខ្ញុំស្រឡាញ់ដែរខ្ញុំបាននៅជាមួយអ្នកយូរមកហើយបន្ទាប់ពីយើងលងស្នេហ៍គ្នានៅសល់តែមួយផ្លែតប៉ុណ្ណោះមុនពេលងាកមកមានពាក្យមួយនៅក្នុងប្រយោគថាខ្ញុំសុខចិត្តរងចាំរហូតដល់ខ្ញុំអប់នាងរាល់យប់ភាពឯកានៃស្នេហាគឺដូចជាបំណាស់ងឹតមួយសូមឲ្យខ្ញុំបង្ហាញអ្នកពីផ្កាយពេលយប់គំនូរជីវចរផ្ទាល់ខ្លួនរបស់ខ្ញុំគឺដូចជាហួងខ្ញុំសូមជូនពរឲ្យថ្ងៃលិចពីលើក្រណាត់ដែលមានលំនាំហ្វូគ្មានអំណាចដើម្បីរំដោះខ្លួនចេញពីអតីតកាលរបស់យើងបានទេពួកគេបានស្រឡាញ់គ្នាប៉ុន្តែក្រោយមកក៏សល់តែគ្នាប៉ុណ្ណោះពាក្យដែលគាត់បាននិយាយនៅនាទីបន្ទាប់ពេលគាត់ងាកមកខ្ញុំសុខចិត្តរងចាំរហូតដល់រាល់ពាក្យសម្ដីព្រឹកនោះខ្ញុំបានអបនាងជាទីស្រឡាញ់ភាពឯកាគឺដូចជាផ្កាយមួយនៅក្នុងយប់ងឹតបន្ទាប់មកចេញបានសូមឲ្យខ្ញុំបង្ហាញសមត្ថភាពរបស់ខ្ញុំចូលនេះអនុញ្ញាតឲ្យខ្ញុំបង្ហាញខ្លួនឯងចូលណា